ទួនសំសួរមួយប្រទេសរបស់យើងមានសង្គ្រាមចឹងកងទ័ពដែលជាអ៊ីស្លាមហើយគាត់ស្លាប់នៅក្នុងសមរភូមិតើចាត់ទុកថាស្លាប់shaheedឬអត់អស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍សាឡាមហរម៉ាត់ទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នាក្នុងវីដេអូនេះសូមឆ្លើយតបទៅកាន់បងប្អូនរបស់យើងគាត់បានសួរនៅក្នុង page របស់យើងខ្ញុំសូមលើកយកនៅប្រសាសន៍របស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមដើម្បីបញ្ជាក់ទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នាថាស្ថិតនៅក្នុងការស្លាប់shaheed ដែរឬទេនៅក្នុងរីវ៉ាយ៉ាត់អ៊ីម៉ាមទីរមីស៊ីអប៊ូតាវូដវ៉ាណាសាអ៊ីវ៉ាសាហែលបានីអានសាអ៊ីដអ៊ីប្នូហ្សេដអានរ៉ាស៊ូលសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមកាឡាمن قتل دون دينه فهو شهيد ومن قتل دون دمه فهو شهيد ومن قتل دون ماله فهو شهيد ومن قتل دون أهله فهو شهيد នៅក្នុងហាឌីសរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមនេះចង់បញ្ជាក់ប្រាប់មកកាន់យើងទាំងអស់គ្នាថាអ្នកណាហើយដែលគេស្លាប់អ្នកណាហើយដែលត្រូវបានគេសម្លាប់ដោយសារតែគេបានការពារសាសនារបស់គេយ៉ាងនេះបានការពារសាសនាអ៊ីស្លាម Fahuwa Shahid គឺគេស្ថិតនៅក្នុងការស្លាប់ Shahid ហើយអ្នកណាហើយដែលគេស្លាប់ដោយសារតែគេការពារខ្លួនគេការពារខ្លួនគេការពារអាយុជីវិតរបស់គេត្រូវបានគេសម្លាប់ដោយសារតែគេបានការពារខ្លួនរបស់គេក៏ស្ថិតនៅក្នុងការស្លាប់ Shahid ដែរហើយអ្នកណាហើយដែលត្រូវបានគេសម្លាប់ដោយសារតែគេការពារនៅទ្រព្យសម្បត្តិរបស់គេក៏គេស្ថិតនៅក្នុងការស្លាប់ Shahid ដែរហើយអ្នកណាហើយត្រូវបានគេសម្លាប់ដោយសារតែគេការពារក្រុមគ្រួសាររបស់គេក៏គេចាត់ចូលនៅក្នុងការស្លាប់ Shahid ផងដែរអញ្ចឹងនៅក្នុងប្រមាណចំណុច4ចំណុចខាងលើហ្នឹងគឺយើងចូលទាំងអស់កងទ័ពដែលជាអ៊ីស្លាមរបស់យើងការពារជាតិមាតុភូមិរបស់យើងទី1យើងការពារជាតិមាតុភូមិរបស់យើងទី2យើងការពារនៅសាសនារបស់យើងណាយ៉ាងនេះគឺសាសនាអ៊ីស្លាមប្រសិនបើប្រទេសរបស់យើងមានសង្គ្រាមប្រទេសរបស់យើងត្រូវគេវាយប្រហារខ្ទេចខ្ទីអស់សាសនាអ៊ីស្លាមឬក៏ការថ្វាយបង្គំរបស់យើងក៏អត់បានដែរក៏ពិបាកដែរអញ្ចឹងយើងធ្វើសង្គ្រាមដើម្បីការពារសាសនាយើងហ្នឹងណាបើសិនជាប្រទេសរបស់យើងស្ថិតក្រោមអាណានិគមឬក៏ត្រូវគេវាយកំទេចចោលទៅតើអ៊ីស្លាមរបស់យើងទៅបែបណាអញ្ចឹងយើងធ្វើសង្គ្រាមហ្នឹងដើម្បីការពារហ្នឹងវាចូលទៅក្នុងការពារសាសនារបស់យើងហើយមួយទៀតយើងការពារខ្លួនយើងអត់មានទៅបំពេញអ្នកណាទេយើងប្រើសិទ្ធិការពារខ្លួនរបស់យើងមិនទៅបំពេញអ្នកផ្សេងនោះទេហើយទី3គឺយើងធ្វើសង្គ្រាមនេះដោយយើងការពារទ្រព្យសម្បត្តិរបស់យើងទ្រព្យសម្បត្តិរបស់យើងនិងក្រុមគ្រួសាររបស់យើងផងដែរអញ្ចឹងប្រសិនបើយើងធ្វើសង្គ្រាមហ្នឹងយើងមើលបើយើងអត់ទៅធ្វើសង្គ្រាមទេក្រុមគ្រួសាររបស់យើងក៏ពិបាកទ្រព្យសម្បត្តិរបស់យើងក៏ខ្ទេចខ្ទីហើយអ្វីទាំងអស់គឺពិបាកអញ្ចឹងសូមឆ្លើយសំណួរទៅកាន់បងប្អូនរបស់យើងគាត់សួរថាតើស្ថិតនៅក្នុងការស្លាប់ Shahid អត់ណាអញ្ចឹងចម្លើយរបស់វានៅក្នុងហាឌីសរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមនេះហើយអូខេបើសិនបងប្អូនចូលចិត្តសូមជួយចែករំលែកបន្តវ៉ាសសាឡាមប្រសិនបើបងប្អូនរបស់យើងចង់ធ្វើអមរ៉ោះសម្រាប់អ្នកដែលស្លាប់ទៅធ្វើឲ្យឪពុកម្ដាយរបស់យើងជីដូនជីតារបស់យើងសាច់ញាតិរបស់យើងដែលស្លាប់ទៅចង់ធ្វើអមរ៉ោះឲ្យគាត់អាចទំនាក់ទំនងជាមួយយើងបានតម្លៃសម្រុំផងដែរ